គ្រូចឹងបើសិនជាលោកគ្រូអ្នកគ្រូមិនទាន់ចេះវិធីធ្វើប្រព័ន្ធគ្រប់គ្រងសិស្សទេថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវិធីធ្វើប្រព័ន្ធគ្រប់គ្រងសិស្សដោយប្រើរូបមន្ត Excel ងាយយើងមិនចាំបាច់ចេះម៉ាក្រូឬក៏កូដ VBA Excel ទេចឹងឧបមាថាយើងមានបញ្ជីរាយនាមសិស្សបាទដែលមានឈ្មោះរួចហើយឥឡូវនេះខ្ញុំនឹងយកឈ្មោះនេះទៅដាក់បញ្ចូលនៅក្នុងតារាងមួយទៀតគឺស្រង់បន្ទុកប្រចាំខែអញ្ចឹងនៅក្នុងនេះខ្ញុំមិនទាន់មានដាក់ទិន្នន័យទេចឹងនៅក្នុងកន្លែងលេខរៀងនេះគឺយើងដាក់លេខរៀងមកអញ្ចឹងលេខរៀងនេះខ្ញុំនឹងយកទៅតាមបើបញ្ជីរាយនាមនេះក៏បានឬក៏យើងអាចដាក់លេខរៀងដាច់ដោយឡែកក៏បានដែរអញ្ចឹងតែខ្ញុំនឹងយកតាមបញ្ជីរាយនាមនេះអញ្ចឹងក្នុងនេះខ្ញុំនឹងបំពេញលេខរៀងសិន1 2បានបន្ទាប់មកខ្ញុំនឹង select ពីដើមរហូតដល់ចុងតារាងខ្ញុំនឹងយកពាក្យ fill បាទ series គឺខ្ញុំចុចយក column ថៃខ្ញុំចុចយក linear ហើយ step value បាននៅចំហៀនគឺយើងតម្លើងម្ដងមួយរួចហើយខ្ញុំចុច OK អញ្ចឹងវានឹងបំពេញលេខរៀងចាប់ពីដំបូងរហូតដល់ចុងក្រោយនៃតារាងរបស់យើងអញ្ចឹងគឺយើងឃើញថា40បន្ទាប់មកខ្ញុំចូលនៅក្នុង sheet man 1នេះស្រង់បន្ទុកខែទី1ក្នុងលេខរៀងនេះបាទត្រង់នេះខ្ញុំវាយស្មើបន្ទាប់មកខ្ញុំចូលមក name list ខ្ញុំចុចយកត្រង់នេះហើយខ្ញុំចុច enter បន្ទាប់មកខ្ញុំនឹងចូលមកកន្លែងនេះមួយទៀតពុទ្ធនាមខ្ញុំវាយស្មើចូលមក name list ចុចត្រង់នេះហើយចុច enter ត្រង់ page នេះចុចស្មើចូលមក name list ត្រង់ page ចុចត្រង់ page ហើយយកចុច enter តមកខ្ញុំនឹង select ពីលេខរៀងមកដល់ page នេះហើយខ្ញុំនឹងបំពេញ column ទាំងអស់ហ្នឹងបាទពីលើរហូតដល់ក្រោមអញ្ចឹងម្ដងខ្ញុំត្រូវ select វាទាំងអស់សិន select ទាំងអស់តោះមកខ្ញុំចុចយកបាទត្រង់នេះគឺ fill បាទខ្ញុំបំពេញពីលើចុះក្រោមអញ្ចឹងខ្ញុំយក down បាទខ្ញុំយក down ចឹងហេតុអីបានជាវា load 00 វា load 00ហ្នឹងដោយសារតែក្នុង name list របស់យើងហ្នឹងគឺអត់មានទិន្នន័យគ្រប់គ្រាន់ទាំងអស់ទេគឺយើងបំពេញតែ3នេះតែចឹងហើយវា load 00អញ្ចឹងហើយកន្លែងដែលវា load error នេះដោយសារតែនៅក្នុងបញ្ជីរាយនាមនេះដោយសារតែខ្ញុំធ្វើ column លើសបាទខ្ញុំធ្វើជួរដេកហ្នឹងវាលើសអា name list ហ្នឹងវាមានតែ40តែក្នុងនេះខ្ញុំធ្វើលើសដល់ទៅ40ជាងអញ្ចឹងខ្ញុំនឹងលុបលើសនេះចេញវិញ
ខ្ញុំ select ត្រង់ជើងនេះចុច C ហើយ select មួយទៀតតមកខ្ញុំម៉ៅស្ដាមហើយចុច delete ជាឃើញថាឈ្មោះទាំងអស់ហ្នឹងគឺបាន load ចូលនៅក្នុងតារាងនេះហើយឥឡូវខ្ញុំនឹងឲ្យវាចេញកុំឲ្យជាន់ជាមួយតារាងចូលខ្ញុំ select ហើយខ្ញុំចូល format យក auto fit column width ឥឡូវខ្ញុំនឹងបំពេញបន្ទុកបាទឧទាហរណ៍សិក្សាថ្មីនេះបានខ្មែរ 99 សិលធម៌ 49 ប្រវត្តិ 45 ភូមិ 40 គណិត 90 រូប 46 គីមី 39 បាទឧទាហរណ៍អញ្ចឹងហើយអ្នកទៀតឧទាហរណ៍ 97 46 ប្រវត្តិ 45 ភូមិ 35 គណិត 100 រូប 48 គីមី 46 ហើយមួយទៀតឧទាហរណ៍ថាខ្មែរ97 សិលធម៌ 45 ប្រវត្តិ 47 ភូមិ 50 គណិត 97 រូប 50 គីមី 43 យើងបំពេញបន្ទុកឲ្យដល់ពេលកន្លែងកន្លងបន្ទុកសរុបនេះខ្ញុំចុចស្មើយើងអាចចុចបូកម្ដងមួយក៏បានឬក៏យើងប្រើរូបមន្តសាំគឺយើងបូកពីបាទយើងបូកពីកន្លែងនេះបាទខ្ញុំចុចសាំហើយខ្ញុំចុចអានឹងមក D7 ហើយខ្ញុំចុចសញ្ញាចុច 2 បាទ D7 ទៅដល់J7 អញ្ចឹងខ្ញុំចុចមួយទៀតមក J7 រួចហើយខ្ញុំបិទវងកញ្ចក់ខ្ញុំចុច Enter យើងឃើញ 408 បាទរូបមន្តរបស់វានេះគឺសាំ D7 ដល់ J7 មកចំពោះរូបមន្តអញ្ចឹងចំពោះកន្លងក្រោមខ្ញុំមិនបាច់វាយម្ដងទៀតទេគឺខ្ញុំ select អា 408 ហ្នឹងហើយខ្ញុំ select ទៅដល់ក្រោមចុងបំផុតនៃតារាងតែម្ដងហើយខ្ញុំចុចយក fill ខ្ញុំចុចយក down ទាំងរូបមន្តវានឹង load ឲ្យខ្លួនវាចំណែកកន្លែងមធ្យមភាពនេះគឺយើងយកបន្ទុកសរុបចែកនឹងចំនួនមុខវិជ្ជាអញ្ចឹងដោយសារក្នុងនេះយើងមានបន្ទុកបាទ 9 មុខអញ្ចឹង 9 មុខយើងចែកនឹងបាទ 9 បូក 2 ទៅយើងចែកនឹង 11 អញ្ចឹងខ្ញុំចុចចូលក្នុងកន្លងនេះបាទកន្លងមធ្យមភាពនេះខ្ញុំចុចស្មើហើយខ្ញុំយកខ្ញុំចុចយក cell នេះគឺ Q7 ចែកយើងប្រើសញ្ញា trade ទៅមុខស្មើសញ្ញា trade ទៅមុខចែកនឹង 11 ចែកនឹង 11 ហើយចំពោះកន្លងក្រោមហ្នឹងក៏យើងប្រើរូបមន្តដូចគ្នាដែរអញ្ចឹងខ្ញុំនឹង select អាហ្នឹងហើយខ្ញុំ select ដល់ចុងចប់នៃតារាងរួចហើយខ្ញុំយកពាក្យ fill បាទនេះ fill
fill ហើយខ្ញុំយក down បាទគឺយើងគិតពីលើមកក្រោមតបមកចំណាត់ថ្នាក់គឺយើងដាក់ស្មើយើងវាពី rank RANK នេះខ្ញុំយក rank ទៅតាមបន្ទុកសរុបអញ្ចឹងខ្ញុំដាក់ rank បន្ទុកសរុបនេះគឺ Q7 បាទកន្លែង408ហ្នឹងគឺ Q7 ខ្ញុំវា Q7 ក្បៀសហើយយើងបាទដែនកំណត់នៃការរកចំណាត់ថ្នាក់នេះគឺយើងរកចាប់ពី Q7 ហ្នឹងរហូតទៅដល់ឈ្មោះទៅដល់ចុងក្រោយនៃតារាងគឺ Q46 នេះ Q46 ខ្ញុំវា Q7 ក្បៀសហើយខ្ញុំវាដុល្លារ Q ដុល្លារ 7.2 ដុល្លារ Q ដុល្លារនឹងចុងក្រោយគឺយើងទៅដល់ជួរទី46ជាងដុល្លារ46បិទនឹងចុងចុច enter ខ្ញុំ select ត្រង់ហ្នឹងហើយ select ហ្នឹងរហូតទៅដល់ចុងតារាងហើយខ្ញុំយក fill down ចឹងនេះសិក្សាមួយលេខ3ហើយនេះសិក្សាលេខ2នេះដាក់លេខ1ចំណែកទេបាទកន្លែងនិទេសនេះគឺបាទខ្ញុំចុចចូលកន្លែងនិទេសវាស្មើខ្ញុំនឹងប្រើរូបមន្ត if បាទ if ចឹងយើងគិតទៅតាមសុភាអញ្ចឹងគឺនៅក្នុងកឡោន R បាទកឡោន A7 ចឹងបើ7ធំជាងឬស្មើ40ធំជាងស្មើ40អាហ្នឹងយើងកំណត់ថានិទេសល្អតបមកបើសិនជាA7 ហ្នឹងវាធំជាងឬស្មើ32.5អានឹងយើងកំណត់និទេសថាល្អបងគួរបើសិនif A7 ហ្នឹងធំជាងឬស្មើ25នឹងយើងចាត់ទុកថានិទេសមធ្យមចឹងខុសពីលក្ខខណ្ឌទាំង3នេះគឺជានិទេសខ្សោយអញ្ចឹងយើងមិនបាច់ដាក់អីទៀតទេយើងដាក់ខ្សោយយកតែម្ដងខ្សោយហើយយើងនឹងបិទបាទបិទវងចោលឲ្យអស់1 2 3បាទអញ្ចឹងយើងវងចោល3ហើយចុច enter មក
តមកខ្ញុំសិលេចកន្លងហ្នឹងក៏មកយើងសិលេចពីកន្លងហ្នឹងរហូតបាទពីជួរហ្នឹងរហូតមកដល់ចុងបំផុតក្រោមនេះមកហើយខ្ញុំយក fill ដើម្បីបំពេញរូបមន្តអញ្ចឹងខ្ញុំយក down អញ្ចឹងវា load មកហើយសិក្សាថ្មីគឺល្អបង្គោលបញ្ញាសិទ្ធល្អបង្គោលនេះណាល្អបង្គោលហ្នឹងអ្នកដតីទៀតដែលអត់មានឈ្មោះហើយអត់មានបន្ទុកហ្នឹងគឺ0សុទ្ធតែខ្សោយទាំងអស់ម្ដងទៀតអញ្ចឹងយើងនឹងបន្តយកបន្ទុកសរុបមជ្ឈមភាគហើយនឹងចំណាត់ថ្នាក់ព្រមទាំងទេទៅដាក់បាទក្នុងតារាងចំណាត់ថ្នាក់អញ្ចឹងក្នុងនេះយើងមានតារាងស្រាប់ហើយគ្រាន់តែយើងមិនទាន់ចូលទិន្នន័យនៅក្នុងកឡោនគតនាមនេះខ្ញុំនឹងវាយស្មើហើយខ្ញុំចូលមកតារាង man 1ខ្ញុំយកឈ្មោះទី1បាទរួចហើយខ្ញុំចុច enter តមកទៀតកន្លែងបន្ទុកនេះខ្ញុំចុចស្មើបាទចូលទៅតារាង man 1ហើយខ្ញុំយកកន្លែងបន្ទុកសរុបរួចហើយខ្ញុំចុច enter មជ្ឈមភាគខ្ញុំចុចស្មើចូលទៅតារាង man 1ចុចយកមជ្ឈមភាគហើយចុច enter ចំណាត់ថ្នាក់ចុចស្មើទៅ man 1ហើយចុចយកចំណាត់ថ្នាក់រួចហើយចុច enter ហើយខ្ញុំនឹង select ទាំងអស់នេះរួចហើយខ្ញុំនឹងបំពេញវាបំពេញរូបមន្តពីលើទៅដល់ក្រោមដូចយើងអស់រូបមន្តអញ្ចឹងតែនេះខ្ញុំ select វាទាំងអស់ទាំងដល់ហើយយកពាក្យ fill មកនេះ fill ហើយយក down ចឹងអានេះយើងលេខរៀង23នេះគឺដល់ត្រឹម B29 បាទ B29 ចឹង B29 គឺនៅត្រង់នេះទៅលេខរៀង23ចឹងលេខរៀង24គឺ B30 បាទ B30 ចឹងខ្ញុំចូលមកខាងនេះបាទកន្លែងគោលនាមនេះស្មើចូលទៅ man 1ហើយយកកន្លែងលេខរៀងបាទលេខរៀង man ហ្នឹងគឺ30ណាបាទ30ចុចមកកន្លែងលេខរៀង30ហើយកោតនាមនាមនេះហើយចុច enter មកបាទសំទោសនេះគឺលេខរៀង24បាទលេខរៀង24ម្ដងទៀតយើងកន្លែងនេះចុចស្មើចូលទៅ man ហើយកន្លែងលេខរៀង24បាទនេះចុច enter មកបន្ទុកសរុបចុចស្មើ man 1បាទកន្លែងលេខរៀង24ហើយត្រង់កន្លែងបន្ទុកសរុបរួចហើយចុច enter មជ្ឈមភាគស្មើ man 1លេខរៀង24ហើយចុចកន្លែងមជ្ឈមភាគហើយចុច enter ចំណុចថ្នាក់ស្មើ man 1បាទកន្លែងចំណាត់ថ្នាក់ចុចកន្លែងចំណាត់ថ្នាក់ហើយចុច enter រួចហើយ select ទាំងអស់ហើយចុចយក fill down បាទឥឡូវយើងចង់តម្រៀបចំណាត់ថ្នាក់ឲ្យវាត្រូវចឹងចូលមក man 1មក
ហើយយើងនឹងធ្វើការតម្រៀបនៅក្នុងកន្លោនចំណាត់ថ្នាក់នេះអញ្ចឹងខ្ញុំចុចកន្លែងចំណាត់ថ្នាក់ហើយខ្ញុំបើកមុខងារ filter បាទ filter ហើយខ្ញុំនឹងរៀបកន្លែងចំណាត់ថ្នាក់នេះគឺយើង sort វាពី small ទៅ largest ពេលដែលយើងរៀបក្នុងហ្នឹងហើយយើងត្រឡប់មកមើលតារាងចំណាត់ថ្នាក់វិញគឺវានឹង load ទៅតាមនឹងដែរគឺនីដាលេខ1សម្បូរបញ្ញសិទ្ធលេខ2សិក្សាមីមីលេខ3បាទ